ចឹងបងខ្ញុំចាប់ដើមពីជីវប្រវត្តិរបស់បងប៊ុនថុងតិចចឹងបងប៊ុនថុងគាត់បានធ្វើជាពលករហ្នឹងហើយគាត់ទៅធ្វើការនៅប្រទេសកូរ៉េនៅរោងចក្រតាំងពីឆ្នាំ2019មកម្លេះហ្នឹងហើយចឹង2019ហ្នឹងគាត់ធ្វើការនៅរោងចក្រខ្មែរចឹងរោងចក្រខ្មែរបញ្ជូនគាត់ទៅប្រទេសកូរ៉េដើម្បីធ្វើការបន្តឃើញគាត់ធ្វើការល្អអញ្ចឹងណាអញ្ចឹងសម្រាប់គាត់ធ្វើបាននៅក្នុងបាន2ឆ្នាំ2019ទៅហ្នឹងគាត់ធ្វើបាន2ឆ្នាំគាត់ក៏ផ្លាស់ប្ដូររោងចក្រតើខ្ញុំនិយាយទេអញ្ចឹងរបៀបគាត់ធ្វើការគាត់អ្នកបកកាយអន្សំហើយបកកាយរលុយចឹងដូចបងប្អូនដឹងហើយថាបងប្អូនពលករយើងនៅស្រុកក្រៅគឺគាត់មានចំណូលច្រើនជាងនៅស្រុកខ្មែរចឹងតន់ថានៅស្រុកក្រៅហើយរកបានគឺគាត់ប្រឹងរកចឹងភាគច្រើនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រមិនមែនភាគច្រើនទេជាទម្លាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគាត់ធ្វើការនៅរោងចក្រដែលគាត់ធ្វើហ្នឹងហើយថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យគាត់ធ្វើការនៅក្នុងក្លឹបអញ្ចឹងមានថាគាត់មានការងារពីរហ្នឹងហើយយប់ឡើងគាត់ធ្វើការក្នុងក្លឹបព្រោះនៅប្រទេសកូរ៉េខ្ញុំបានទៅដល់ដូចគ្នាបានលេងហ្នឹងណាសារទៅគឺមនុស្សច្រើនមែនមនុស្សច្រើនអញ្ចឹងគាត់ធ្វើការក្នុងនាមជាអ្នក service នៅក្នុងក្លឹបបាទនៅក្នុងក្លឹបខ្មែរម្ចាស់ខ្មែរបាទម្ចាស់ខ្មែរទៅបើកក្លឹបមួយហ្នឹងគាត់ទៅធ្វើការជាអ្នក service អញ្ចឹងរឿងហេតុទាំងអស់បានកើតឡើងនៅក្នុងប្រទេសកូរ៉េខេត្តឈុងណាំទីក្រុងឈុនអានហ្នឹងហើយខ្ញុំអត់ដឹងពិតទេណាតែគាត់ទៅសេមកអញ្ចឹងហ្នឹងហើយអូខេឥឡូវតអ្នកទាំងអស់គ្នាមកស្វែងមួយខ្ញុំណាទើបមិនមើលឃើញថាតើសាច់រឿងហ្នឹងរបៀបណាហើយបើសិនជាបងប្អូនបានជួបប្រទះហើយបងប្អូននឹងធ្វើបែបណាបងប្អូនជួបដូចគាត់ណាអញ្ចឹងបកទៅលើរឿងការផ្លាស់ប្ដូរការងារវិញអញ្ចឹងនៅស្រុកខ្មែរយើងឧបមាថាខ្ញុំធ្វើការជាមួយបងខ្ញុំអត់ពេញចិត្តទេខ្ញុំឈប់ដាក់ពាក្យលេខឈប់ខ្ញុំស្វែងរកការងារស្រួលមែនតើប៉ុន្តែនៅពេលដែលយើងទៅធ្វើការនៅប្រទេសកូរ៉េនេះជាសម្ដីរបស់គាត់ណានៅពេលដែលគាត់ផ្លាស់ប្ដូរចាប់កុងត្រាពីរោងចក្រមួយគាត់មិនអាចដើរទៅ apply ដាក់ទៅទីការទៀតទេដាក់ពាក្យនៅតាមរោងចក្រអីតែឯងបានទេអញ្ចឹងគេមាន Ministry of Foreign Affairs ដែលក្រសួងការបរទេសរបស់គេមួយក្រសួងការងារគេមួយនិងក្រសួងការងារដើម្បីឲ្យខាងពលកររបស់ខ្មែរដាក់ពាក្យសុំស្នើសុំការងារទៅតាមក្រសួងមួយហ្នឹងអញ្ចឹងគាត់ត្រូវការរងចាំនៅពេលដែលបានការងារថ្មីខាងក្រសួងគេនឹង message ប្រាប់ឲ្យនេះមានរោងចក្រនេះបាន open vacancy បើកចំហទីតាំងមួយហ្នឹង position មួយហ្នឹងមុខងារមួយហ្នឹងនៃមុខតំណែងមួយហ្នឹងអញ្ចឹងគាត់ដាក់ apply ទៅហើយបើជាប់ក៏ជាប់មិនជាប់ក៏បន្តទៀតទៅតើខ្ញុំនិយាយអូខេអញ្ចឹងមិនបានប្រមាណទេគាត់បានដាក់ពាក្យនៅតាមក្រសួងការងារនៅប្រទេសកូរ៉េហ្នឹងមិនបានប្រមាណក៏ស្វែងរកឃើញរោងចក្រមួយសម្ភារភ្លាមក៏ជាប់ភ្លាមអញ្ចឹងរបៀបរបស់បងប្អូនពលករគាត់មិនមែនជួលបន្ទប់ខ្លួនឯងទេគាត់មិនមែនជួលផ្ទះខ្លួនឯងទេអញ្ចឹងនៅពេលដែលគាត់ជាប់ក្នុងនាមជាពលកររបស់រោងចក្រមួយហ្នឹងហើយជាសមាជិករបស់រោងចក្រមួយហ្នឹងហើយអញ្ចឹងរោងចក្រមួយហ្នឹងគឺមានតួនាទីស្វែងរកកន្លែងឲ្យគាត់នៅតើខ្ញុំនិយាយកន្លែងហ្នឹងអញ្ចឹងនៅប្រទេសកូរ៉េម្ចាស់រោងចក្រនៅពេលដែលឧបមាថាទទួលបានបុគ្គលនឹងមួយហើយគាត់ត្រូវមានតួនាទីដើររកបន្ទប់ឲ្យពួកគាត់នៅអញ្ចឹងក្នុងករណីបន្ទប់នេះផងដែរខាងម្ចាស់រោងចក្រនៅនោះវាមិនមែនបន្ទប់ដូចនៅស្រុកយើងផ្ទះ 3-4 ជាន់បន្ទប់អញ្ចឹងទេមិនមែនអញ្ចឹងទេអញ្ចឹងជាលក្ខណៈ apartment ជាលក្ខណៈ apartment អញ្ចឹង condo មួយ apartment វាមានលក្ខណៈខុសគ្នា apartment វាជាងធំជាងអញ្ចឹងនៅពេលដែលគាត់និយាយសន្តានរបស់ apartment ហ្នឹងមកខ្ញុំអាចប្រហែលបានព្រោះពេលដែលខ្ញុំបានទៅដល់មានភពសំណាងទៅលេងនៅប្រទេសកូរ៉េក៏ខ្ញុំបាននៅក្នុង apartment ប្រហែលគ្នានឹងដែរអញ្ចឹងខ្ញុំអាចសម្រេចឃើញគំរូរបស់ apartment មួយហ្នឹងវាខុសពី condo នៅស្រុកខ្មែរឥឡូវ condo របស់ស្រុកខ្មែរយើងបើកទ្វារចូលម្ដងដល់ចក្រានហ្មងហ្នឹងហើយតោះខ្ញុំនិយាយហ្នឹងហើយតែនោះអត់ទេខ្ញុំចង់ឲ្យបងប្អូនសម័យចេះទ្វារធំនៅពេលបើកទ្វារចូលក្នុងបន្ទប់របស់យើងទៅនៅខាងស្ដាំដៃគឺមានទូស្បែកជើងហ្នឹងហើយមានទូស្បែកជើងអូតូហើយភាគច្រើនពួកគាត់ដាក់ភ្លើង sensor ហ្នឹងអញ្ចឹងនៅពេលដែលដើរទ្វារភ្លើង sensor លោតតែតិចហ្នឹងហើយហើយសូកមើលតែរឿងកូរ៉េយល់ហ្នឹងហើយផុតពីកន្លែងហ្នឹងគឺបន្ទប់ទី1ហើយបន្ទប់តូចបន្ទប់ទី1ហ្នឹងហើយអញ្ចឹងបន្ទប់ទី1ហ្នឹងខាងក្រៅមិនផ្លូវដើរហ្នឹងហើយផ្លូវដើរចូលបន្ទប់ត្រូវទេអញ្ចឹងអាបន្ទប់ទី1ហ្នឹងវាកញ្ចក់ឆ្លោះជាមួយនឹងអាផ្លូវដើរហ្នឹងបន្ទប់តូចអញ្ចឹងចេះខ្ញុំចង់ឲ្យសម័យនេះចេះបើកទ្វារមកបន្ទប់ហ្នឹងគឺទៅត្រង់រហូតអត់មានបត់ឆ្វេងអត់មានបត់ស្ដាំទេដល់ភ្លាមខាងឆ្វេងដៃមានទូស្បែកជើងខាងស្ដាំដៃគឺបន្ទប់តូច ដើរទៅមុខបន្តិចច្រាមដៃបន្ទប់ទឹកយល់
đã tới một tích hàng sân năm đấy cứ bị tụt thòng យល់ចុះថាបើទីមកត្រង់ទៅមក nâng ai tới thuận chân bọn ហ្នឹងហើយ Dạ, យើង dạ. កាច់អី nè ở đây cả chạy tới thuận chân bọn chẳng á chẳng living room cái này tụt nhiều ấy cứ nơi cái đảo cứ nơi cái đảo tiền hay nơi hàng chuyên đấy đôi bong cái bong ổn có thọp mưa hướng cái chẳng bật cái cứ buồn rồi đời đó ហ្នឹងហើយ cái đây rồi đời thì trẻ sọt chơi chưa đủ hay sọt chơi rồi lọ chẳng là ngày chẳngประเภทบุญประเทศដែលមាន4 season ចឹង4រដូវចឹងគេតែងតែមានគេមិនមែនដូចយើងប្រើខ្ជុំប្រើអីគេប្រើស្មានដើម្បីកម្ដៅឬក៏សំបីប្រព័ន្ធហ្គាសក៏គេមិនមែនលើកធុងហ្គាសគេចូលមកដែរគឺគេមានបន្ទប់ដើម្បីតសយោក្នុងការផ្គត់ផ្គង់ហ្គាសក្នុងការផ្គត់ផ្គង់កម្ដៅអីចូលមកនៅក្នុងផ្ទះនឹងមកសពហ្មងចឹងជាក្រានរបស់គេអត់មានអីមានហ្គាសអីអត់មានបន្ទង់ឯងគឺពងសយោតមកដូចហ្នឹងហើយគឺ direct មកហ្មងហ្នឹងហើយអញ្ចឹងណាអញ្ចឹងគាត់ថាអញ្ចឹង apartment ដែលគាត់នៅហ្នឹងណាមើលពីក្រៅគឺស្អាតមែនតើគាត់ផ្ញើមកទាំងរូបទៀតតែជាស្រ័យអាចដាក់រូបឲ្យបានទេគាត់ផ្ញើមករូបហ្នឹងគឺកម្ពស់ប្រហែលជា10ជាន់ជាងខាងក្រៅគឺស្អាតមែនតើស្អាតយកតែមែនតើហ្មងប៉ុន្តែចម្លែកអីតែបន្ទប់របស់គាត់អញ្ចឹងបន្ទប់នៅពេលដែលគាត់ទៅជាប់កងត្រាជាមួយនឹងរោងចក្រហ្នឹងហើយគាត់មានភារកិច្ចនៅនឹង2ឆ្នាំមកកងត្រាគឺ2ឆ្នាំមិនមែនមកកងត្រា1ឆ្នាំទេមកកងត្រា2ឆ្នាំអញ្ចឹងរោងចក្រត្រូវចុះកិច្ចសន្យាជាមួយបន្ទប់ apartment ហ្នឹងម្ដង2ឆ្នាំដូចគ្នាអញ្ចឹងបើសិនជាគាត់នៅបន្ទប់ហ្នឹងហើយទូមានហេតុអីក៏ត្រូវនៅហ្នឹងឲ្យចាប់រហូតដល់2ឆ្នាំយល់អត់មានសិទ្ធិហើយបានហ្នឹងហើយអញ្ចឹងចូលដល់បន្ទប់គាត់ថាខាងក្រៅគឺស្អាតទេស្អាតមែនតើអាគារគឺដូចថ្មីហ្មងតែបន្ទោះអីក្នុងបន្ទប់របស់គាត់នៅពេលដែលបើកសោចូលមកគាត់មានអារម្មណ៍ថាជាបន្ទប់ដែលបោះបង់ចោលបំបោះបង់ចោលដុសស្លែដាមទឹកសម្បុកពីងពីងសុទ្ធតែដីគាត់ថាកកិច្ចមែនតើហើយគាត់បានផ្លាស់ប្ដូរហ្នឹងគឺនៅក្នុងឆ្នាំ2022នៅក្នុងខែ8អូថ្មីដែរបាទថ្មីឯងឆ្នាំជាងនៅកូរ៉េពីខែ7ទៅខែ9គឺជារដូវក្តៅចាស់វិញអញ្ចឹងរដូវក្តៅនេះមិនមែនក្តៅដូចនៅស្រុកខ្មែរយើងក្តៅសើមទេណាគឺក្តៅស្ងួតក្តៅស្ងួតមានក្តៅយកតែមែនទេណាអានោះដូចខ្ញុំនៅអាមេរិកអញ្ចឹងក៏ដូចគ្នាដែរបងក្តៅមានន័យថាចេះបើពលឺព្រះអាទិត្យបងឯងលូកដៃមានអារម្មណ៍ថាស្បែកបងឯងហែកជា2ហ្មងវាក្តៅហ្មងដៅយកមែនទេហ្មងដូចដុតយកភ្លើងដុតឆៅអញ្ចឹងណាដូចគ្នាអញ្ចឹងគាត់ថាចេះចុំខែហ្នឹងខែក្តៅតាខែ8វាចន្លោះពីខែ7មកខែ9ហ្នឹងរដូវក្តៅមិនក៏បន្ទប់ហ្នឹងត្រជាក់មែនអូចំហាយហ្នឹងគឺត្រជាក់ខុសធម្មតាដែលមិនសមនឹងត្រជាក់ព្រោះគាត់នៅជាន់ទី1យល់អញ្ចឹងវាផ្ទាល់អីហីរឿងអីត្រូវត្រជាក់វាគួរតែក្តៅខ្លាំងព្រោះចំហាយពីដីមកត្រូវទេហ្នឹងហេតុអីបានត្រជាក់ខុសធម្មតាអញ្ចឹងហើយហេតុអីបានបន្ទប់មួយហ្នឹងសិតសបុកពីងពីងអញញ៉ៃសិតតែដីដាមទឹកមិនអត់មានណាគេប៉ះបន្ទប់ហ្នឹងអញ្ចឹងគ្រាន់មានគេមកជួលនៅអញ្ចឹងយើងត្រូវធ្វើឲ្យស្អាតហើយហេតុអីបានអត់មានណាគេធ្វើអីហេតុអីបានទុកចោលអញ្ចឹងគាត់ក៏អត់ចាប់អារម្មណ៍អីដែរគាត់ក៏សម្រេចចិត្តចូលនៅក្នុងថ្ងៃទី6ខែ8ឆ្នាំ2022ច្បាស់ថ្ងៃហ្មងណាចាំគាត់ដាក់ថ្ងៃអញ្ចឹងឲ្យខ្ញុំក៏ហក់មិញអាហ្នឹងបងប្អូនតែគាត់ថាពួកខ្ញុំក៏ហក់ឥឡូវមានថ្ងៃអញ្ចឹងទៀតឥឡូវគិតមិញទៀតគាត់ឲ្យទាំងម៉ោងទៀតហ្នឹងហើយអញ្ចឹងគាត់រស់នៅរហូតដល់ឆ្នាំ2023ពីនោះទៅពីខែ8រហូតឆ្នាំ2022វត្តទៅដល់2023អត់មានអីកើតឡើងទាំងអស់មួយឆ្នាំពេញអត់អីមានតែឆ្នាំណា8 9 10 11 12 5ខែ5ខែខែ1ខែ2 7ខែប្រហែលឆ្នាំបាទ7ខែអត់មានបញ្ហាអ្វីទាំងអស់ហើយគាត់ក៏អត់បានសែនអីដែររឿងអីត្រូវសែននៅប្រទេសកូរ៉េនិងប្រទេសកូរ៉េមានកាន់សាសនាពុទ្ធណាភាគច្រើនប្រទេសរបស់គាត់ប្រជាជនទាំងអស់ស្ទើរតែទាំងអស់កាន់សាសនាគ្រឹះគឺហ្នឹងហើយអញ្ចឹងគាត់ក៏គិតថានៅកូរ៉េអត់មានខ្មោចអត់មានអីត្រូវសែនទេចឹងអញ្ចឹងគាត់នៅធម្មតាបំពេញការងារធម្មតាតាំងពីខែ8រហូតដល់ខែ2ឆ្នាំ2023ជាខែកំណើតរបស់គាត់ដែលបងធំផ្ទាល់គាត់អត់បានប្រាប់ខ្ញុំទេថាគាត់អាយុប្រហែលអញ្ចឹងតែគាត់ប្រាប់ថ្ងៃរបស់គាត់ថ្ងៃកំណើតហ្នឹងហើយថ្ងៃកំណើតរបស់គាត់តែខ្ញុំអត់ប្រហើបទេអញ្ចឹងគាត់ថាចៃដន្យអីខួបកំណើតរបស់គាត់ដងនេះចំថ្ងៃសៅរ៍អញ្ចឹងមានអីទៀតខួបកំណើតមួយឆ្នាំមានតែម្ដងទាំងយើងទាំងខ្ញុំបងឯង
party ថ្ងៃសៅរ៍ទៀត ហ្នឹងហើយចង់ថ្ងៃសៅរ៍ទៀតអញ្ចឹងគាត់សុំច្បាប់ពីខាងក្លឹបខាងអីចឹងណាអញ្ចឹងគាត់ party ជាមួយមិត្តភ័ក្តិរបស់គាត់ជប់លៀងបងគេហៅមិត្តភ័ក្តិរបស់គាត់ខ្មែរអញ្ចឹងសិនម៉ាអ្នកហ្នឹងមិនច្រើនគ្នាទេសិនប្រហែលអ្នកហ្នឹងមកធ្វើអីជុំគ្នាមកជួយធ្វើម្ហូបទិញស្រាមានគ្រឿងសង្វឹងអីចឹងទៅញ៉ាំអីចឹងទៅថ្ងៃស្អែកឡើងជាថ្ងៃកើតហេតុលើកទី1ហេតុការលើកទី1បានកើតឡើងបន្ទាប់ពីខួបកំណើតគាត់តែ7ខែអត់អីណា អត់អី មកចាប់ដើមពីថ្ងៃខួបកំណើតនេះទៅវិញ បាទអាត្រង់ចំណុចនេះខ្ញុំអាចមាន idea ខ្លះខ្ញុំមានគំនិតខ្លះថាហេតុអីបានអញ្ចឹងចាំចង់រឿងចាំយើងនិយាយបន្ទាប់ពីថ្ងៃខួបកំណើតគាត់មួយថ្ងៃនៅយប់ទី1គាត់ថាគាត់គេងម៉ោង1គាត់គេងយប់ណាដល់ម៉ោង1ស្រាប់តែគាត់សុបិនឃើញគាត់នៅគេងនៅបន្ទប់តូចណាបន្ទប់ធំគាត់ទុកចោលគាត់អត់ប៉ះទេគាត់គេងនៅបន្ទប់តូចហ្នឹងហើយអញ្ចឹងគាត់មានកញ្ចក់ហ្នឹងមើលទៅខាងក្រៅបានមើលអាផ្លូវដើរត្រង់ហ្នឹងហើយអញ្ចឹងគាត់ថាអញ្ចឹងនៅក្នុងយប់ហ្នឹងម៉ោង1នៅពេលដែលគាត់កំពុងតែគេងស្រាប់គាត់ភ្ញាក់នៅក្នុងយល់សពហ្នឹងគាត់ឃើញមនុស្សប្រុសម្នាក់ដើរមកនៅតាមផ្លូវហ្នឹងតែដើរធ្ងន់ធ្ងរគាត់មិនក្នុងផ្ទះនៅខាងក្រៅផ្លូវដើរផ្លូវដើរហ្នឹងហើយដើរមកនៅលើផ្លូវដើរហ្នឹងធ្មឹងត្រង់ជិបដៃគឺកាន់កបិតកូនកបិតហើយលើកអញ្ចឹងហើយដើរផឹបហ្នឹងហើយលើកកពស់ហ្នឹងពេលគាត់និយាយមកគឺខ្ញុំឃើញរូបភាពហ្នឹងគឺអញ្ចឹងស្រាប់ដល់ពេលគាត់ងើបគាត់ឃើញម្នាក់ហ្នឹងដើរតាម hallway ហ្នឹងណាដើរតាមផ្លូវហ្នឹងហើយនេះម្នាក់ហ្នឹងឃើញគាត់ដូចគ្នាអូកន្លែងមកប្រតាក់ភ្នែកគ្នាហ្នឹងហើយប្រតាក់ភ្នែកហេមរចាក់គាត់មកហេមរចូលក្នុងផ្ទះគាត់អញ្ចឹងគាត់ស្ទុះនៅក្នុងយោសំហ្នឹងស្ទុះទៅខ្ទប់ទ្វារហ្នឹងទៅខ្ទប់ទ្វារម្នាក់ចាក់ឡើងផុងទ្វារនៅកូរ៉េមិនមុំអីបងមានតែដូចទ្វារយើងឈើតាន់ណាខ្ញុំចង់និយាយហ្នឹងសិនតែអាចឈើទាំងអស់ណាអញ្ចឹងចាក់ឡើងធ្លុះផ្លែចូលមកខាងក្នុងណាអញ្ចឹងគាត់ភ័យខ្លាំងពេកគាត់ក៏ភ្ញាក់ដឹងស្រួលឡើងទៅយប់ទី1អូខេតោះយើងចូលដល់យប់ទី2នៅម៉ោង1ចន្លោះពីម៉ោង1:10នាទីទៅម៉ោង1កន្លះយប់គាត់ទុកប្រហែល20នាទីអត់ច្បាស់ទេណាអញ្ចឹងបើយើងយកមធ្យមភាគប្រហែល1-5-10នាទីយប់ហើយអូខេគាត់កំពុងតែគេងស្រាប់តែគាត់គេងលក់ហ្នឹងមានអារម្មណ៍ថាមានគេចាក់កជើងគាត់ចាក់ទាញណាដល់ពេលអញ្ចឹងទៅគាត់ដឹងខ្លួនគាត់ធាក់គាត់ទាញជើងឡើងហ្នឹងហើយអញ្ចឹងគាត់ដឹងខ្លួនគាត់ធាក់គាត់ស្រឡាំងកាំងណាគាត់ទៅរត់បើកភ្លើងអត់មានអីទាំងអស់គាត់ក៏សង្ងំគេងវិញសាកសម័យបងប្អូនយើងគេងណាតែណាគេប៉ះមុខយើងក៏យើងទះដែរត្រូវហ្នឹងហើយចុះទៅរំតែមានដៃមួយមកចាប់កជើងយើងអញ្ចឹងតើបងប្អូនមានអារម្មណ៍ម៉េចពងតែគេងលក់ស្លុតមនុស្សក៏ឲ្យលេងអញ្ចឹងដែរលេងនឹងលេអាក្រក់ហ្មងមួម៉ៅនេះបងនេះដឹងតែស្ដីឲ្យខ្ញុំងើបតដឹងតែជេរហ្មងអត់មានអីទៀតទេក្រៅពីហ្នឹងមួម៉ៅមែនតើអញ្ចឹងគាត់បើកភ្លើងអត់ឃើញអីគាត់បិទភ្លើងគាត់គេងវិញនៅពេលដែលគាត់គេងគាត់ឮសំឡេងមនុស្សនិយាយគ្នានៅគៀកតែជាគាត់ប៉ុន្តែមិនមែននិយាយជាភាសាខ្មែរក៏មិនមែននិយាយជាភាសាកូរ៉េបើកូរ៉េគាត់ចេះស្ដាប់ហើយអត់ដឹងនិយាយភាសាអីអញ្ចឹងគាត់ស្ទុះមកម្ដងទៀតអត់មានឃើញស្ងាត់សលេងអញ្ចឹងគាត់គេងលក់ទូភ្លឺទៅតន់យប់ទី3អត់មានដាច់គ្នារឿងជាប់គ្នាទៀតហើយបាទខ្ញុំស្រឡាញ់ខ្មោចលងជាប់គ្នាអញ្ចឹងតែការអត់មានឲ្យដកជាប់ដែរឲ្យដកដង្ហើមបានហ្មងអត់មើលរឿងកុនក៏ត្រូវសម្រាប់ដែរណាហ្នឹងហើយម៉ោង1យប់ដដែលគាត់ថាចេះនៅពេលដែលគាត់កំពុងតែគេងគាត់មានអារម្មណ៍ថាមានគេកំពុងតែអូសភួយអូសកណាត់កាត់គាត់អាសលេងអូសភួយអូសកណាត់អញយល់ទេអាសលេងមួយហ្នឹងណាអូសកាត់គាត់អញ្ចឹងគាត់ភ្ញាក់ឡើងគាត់អត់ឃើញអីគាត់ចាប់ផ្ដើមនិយាយទៅខ្លួនឯងថាចូលរបស់ពិតហើយសង្ស័យបន្ទុកនឹងមានខ្មោចហើយពួកពីរបីយប់ជាប់គ្នាហើយគាត់គិតថាគាត់ជួបរបស់ពិតហើយគាត់ក៏គេងទៅវិញពងតែគេងអាលីវនេះឮសំឡេងគោះទ្វាររបស់គាត់ម្ដាយផាទ្វារបន្ទប់គាត់ស្លាំងកាំងភ្ញាក់កន្ធាក់ហើយហត់ទៅបើកទ្វារអត់មានអីទាំងអស់
ចឹងគាត់ដឹងខ្លួនឯងថា 100% គឺគាត់ជួបរបស់ពិតខ្មោចគ្មានស្អីទៀតក្រៅខ្មោចទេគាត់អត់ដឹងថាខ្មោចស្អីតែប៉ុណ្្នឹងឯងគាត់ក៏បកមកគេងវិញគេងលក់ធម្មតាចូលដល់យប់ទី4ម៉ោង1ដដែលម៉ោង1នឹងធ្វើទុកហើយចឹងម៉ោង1នៅកូរ៉េវាស្មើនឹងប្រហែលម៉ោង11នៃយើង11យប់បាទ11យប់នៃយើងអញ្ចឹងគាត់ថាគាត់គេងអូឈុតនេះសាហាវឈប់សម័យអីចឹងណាបងប្អូនណាគាត់ថាចេះគាត់ពងតែគេងផ្ងាគាត់គេងផ្ងាគេស្រាប់មានអារម្មណ៍ថាថប់ដង្ហើមទៅដៃជើងចាប់ដើមកម្រើគាត់រួចដូចខ្មោចសកត់ចឹងគាត់បើកភ្នែកគាត់ឃើញច្បាស់ដូចថ្ងៃហ្មងថ្ងៃដឹងឃើញគាត់ឃើញអីមនុស្សម្នាក់មានពាក់កណ្ដាលចង្កេះឡើងលើនេះសំកាំងខ្លួននៅពីមុខគាត់មិនដែរអញ្ចឹងហ្មងមិនដែរនៅពីមុខគាត់អញ្ចឹងណាក្បាលប៉ុណ្ណាណៃសក់រួយក្បាលប៉ុណ្ណាណៃធំជាងខ្លួនទៀតភ្នែកធំញឹមដាក់គាត់សំកាំងគាត់ថាសំកាំងអត់ដល់កន្លះម៉ែត្រទេសំកាំងឃើញច្បាស់បើកភ្នែកមកឃើញច្បាស់ហេតុអីបានគាត់ថាគាត់ឃើញច្បាស់ទាំងគាត់គេងបិទភ្លើងដោយសារតែអាផ្លូវគាត់មានកញ្ចក់គេងជាប់ផ្លូវហ្នឹងហើយកញ្ចក់ហ្នឹងមិនទៅឆ្លោះទៅផ្លូវខាងក្រៅអញ្ចឹងវាមានភ្លើងខ្លះគាត់ថាគាត់ឃើញច្បាស់ច្បាស់ពេកណាអញ្ចឹងគាត់គឺធាក់ខំប្រឹងហើខ្លួនតទៅហត់ទៅបើកភ្លើងក្រឹបអត់មានអីទាំងអស់កាន់តែច្បាស់ហើយមុខមួយនឹងញឹមដាក់គាត់សើធ្លាប់តែឃើញមនុស្សអង្គុយបើសិនជាមកឯងគេងមកឯងងើបមកឃើញអង្គុយនៅជាហ្នឹងវាមិនសូវខ្លាចចឹងតែសំកាំងនៅពីមុខយើងវាហោះតែនៅពីលើមុខយើងហើយញឹមដាក់យើងហើយក្បាលឡើងប៉ុណ្ណាណៃចង់ដូចប្រែតទៅហ្នឹងហើយអញ្ចឹងគាត់ភ័យគាត់អត់មានគេងទេដងនេះនៅទល់ភ្លឺហ្មងនៅទល់ភ្លឺដល់ម៉ោងរហូតដល់ម៉ោងធ្វើការគាត់ក៏ចេញទៅធ្វើការយប់ទី5អូយទីថ្ងៃទៅមកអាទិត្យហើយណាយប់ទី5គាត់ថាចេះគាត់កំពុងតែគេងតែគាត់គេងអត់លក់ទេបានអីគេងលក់3-4យប់ហើយហ្នឹងលេងធំចឹងងាប់ហ្នឹងអញ្ចឹងគាត់ចាប់ផ្ដើមភ័យផងអផងចាប់ផ្ដើមគេងអត់សូវលក់ហើយអញ្ចឹងនៅពេលដែលគាត់ពងតែគេងនេះអាលីវស្ទើលក់ស្ទើអីនេះគាត់មានអារម្មណ៍ថាមានមនុស្សដេកនៅជិតគាត់មានអារម្មណ៍ថាមានមនុស្សនៅជិតគាត់ដេកនៅជិតគាត់បងឯងសាកសម័យចេះគាត់បែរខ្លួនទៅមើលឥឡូវយើងនិយាយពីមនុស្សយើងដេកធម្មតាយើងដេកមិនឥឡូវដេកក្បាលយើងទល់មួយចាំងត្រូវហ៎និយាយស្រួលស្ដាប់ទូបងប្អូនដាក់ក្រែមវាមិនដែលមានក្បួនក្រែកដាផ្ទះហ៎ត្រូវហ៎ត្រូវតែនៅជាមួយចាំងអញ្ចឹងក្បាលយើងមិនទល់មួយចាំងគាត់ថាអញ្ចឹងនៅពេលដែលគាត់គេងហ្នឹងណាគាត់មានអារម្មណ៍ហ្នឹងហាគាត់បែរខ្មោចហ្នឹងទៅដែរដេកចិត្តគាត់ប៉ុន្តែមិនមែនដេកស្រោមចឹងណាដេកចេះដេកប្រឆាស់គ្នាពាក់កណ្ដាលខ្លួនដដែលអត់ឃើញជើងទេពាក់កណ្ដាលខ្លួននៅក្នុងចាំងអូយព្រឹកមានន័យថាដូចចេញពីយកអាមកកណ្ដាលចង្កេះនឹងអឹបមួយចាំងចឹងទៅហ្នឹងហើយបានន័យថាចេញពីចាំងឥឡូវសម័យទាំងចេះយល់ហើយមនុស្សយើងមិនដេកបានអញ្ចឹងហើយនេះហ្នឹងហើយយ៉ាមិនដេកកាយអញ្ចឹងនេះអាខ្មោចហ្នឹងចេញពីចាំងយល់ហើយហើយមានន័យថាបើគាត់មានជើងគាត់ទល់នឹងក្បាលទល់នឹងចាំងតែគាត់អត់ជើងគាត់យកអាមកកណ្ដាលចង្កេះហ្នឹងអឹបចាំងហ្នឹងសាហាវអញ្ចឹងគាត់ថាដងហ្នឹងគាត់ឃើញច្បាស់កាន់តែច្បាស់ព្រោះអីអាមុខខ្មោចហ្នឹងវាបែរទៅជាមួយអាកញ្ចក់ឆ្លោះទៅជាមួយអាខាងក្រៅអញ្ចឹងវាមិនមានភ្លើងភ្លឺពេញគាត់ថាបងអើយក្បាលប៉ុណ្ណានៅមុខសម្មុំពងមាត់ពីនិយាយទៅមិនមែនជនជាតិកូរ៉េគាត់ថាបើតាមគាត់សន្តានប្រភេទនេប៉ាល់ប្រភេទប៉ាគីស្តានប្រភេទបែបហ្នឹងបែបស្នៃជនជាតិសម្មុំស្ញែងដាក់គាត់ស្ទុះទៅបើកភ្លើងអត់មានឃើញអីទៀតគាត់អត់ដឹងធ្វើម៉េចនៅទូភ្លឺទៀតអត់គេងទេណាមានឆ្លាស់កាតអត់មានជំរឿហើយគាត់ប្រាប់តែចេះមិនមែនខ្ញុំអត់ចង់បដូរកើតព្រោះពីបដូរវាកើតវាជាប់កុងត្រាហើយរឿងចឹងប្រាប់តកែអត់ជឿទៀតចឹងអត់ដឹងធ្វើម៉េចចឹងទៅដល់កន្លែងធ្វើការក៏គាត់ហៅមិត្តភ័ក្តិថៃគាត់ប្រាប់មិត្តភ័ក្តិថៃគាត់ទៅណាជនជាតិថៃប្រាប់មិនមកស្អីរឿងអីទាំងអស់មិត្តភ័ក្តិថៃគាត់ឲ្យយ័ន្តមួយពណ៌ក្រហមមកស្លឹកគាត់យកយ័ន្តហ្នឹងទៅបិទនៅទ្វាររបស់គាត់
តាំងពីនឹងមកគាត់នៅស្រុករហូត មិន ដឹងថាយន់នឹងគេចាអីណាតែគេបិទទៅគឺនៅស្រុករហូតដល់មានមិត្តភ័ក្តិរបស់គាត់ម្នាក់ចាប់កងត្រាជាមួយនឹងហួងចាក់ក្រេហ្នឹងអញ្ចឹងគាត់ក៏ដើររកកន្លែងធ្វើការថ្មីអញ្ចឹងនៅពេលដែលចាប់កងត្រាភ្លាមគេអត់មានជួបបន្ទប់នឹងតឲ្យទេគេដេញយើងចេញមកគេឲ្យយើងរើយបានចេញទាំងអស់តែណាទៅរហូតដល់មានហួងចាក់មួយទៀតទៅហួងចាក់មួយទៀតហ្នឹងគេរៀបចំជួលឲ្យហ្នឹងហើយអញ្ចឹងគាត់អត់មានកន្លែងទៅគាត់ក៏មកគេងជាមួយនឹងបងថងគាត់ថាគាត់សុំមួយរយៈគាត់សុំស្នាក់មួយរយៈគាត់អត់មានការងារទេអត់មានការងារធ្វើទេអញ្ចឹងគាត់សុំនៅហ្នឹងរហូតដល់រកការងារបានហើយនៅកូរ៉េក៏មិនសម្បូរការងារចឹងអីហ្នឹងអញ្ចឹងមិនរកយូរទេតែមួយផ្លែតទេអញ្ចឹងណាគាត់ក៏អត់មានបញ្ហាដែរគាត់នៅម្នាក់ឯងដដែលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏ទៅនៅក្នុងបន្ទប់ធំហ្នឹងតោះខ្ញុំនិយាយហ៎អញ្ចឹងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអត់មានរឿងអីកើតឡើងទេចុះមកនៅជុំគ្នាតែថ្ងៃសៅរ៍នេះគាត់ធ្វើការថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះបងថងគាត់ធ្វើការនៅក្លឹបហ្នឹងហើយអញ្ចឹងអ្វីដែលកើតឡើងមិនពួកម៉ាក់គាត់នៅម្នាក់ឯងហ្នឹងហើយអូខេតោះឥឡូវយើងចូលដល់ខ្សែរឿងមិត្តភ័ក្តិគាត់វិញអានទី2ហ៎អត់ទេមិនមែនរឿងទី2រឿងទី1ដដែលនឹងដដែលលេខដល់រឿងមិត្តភ័ក្តិគាត់វិញគាត់ពងធ្វើការនេះម៉ោង1បន្តិចហ្នឹងពួកម៉ាក់គាត់ទេមកក៏សួរថាចេះបន្ទប់មានអីមែនគាត់ដឹងហើយសង្ឃគាត់ដឹងដែរគាត់ប្រហែលហើយគាត់ថាអូយសង្ស័យអាប៉ែនឹងជួបហើយតែគាត់អត់ហ៊ាននិយាយទេគាត់ថាមានអីគេគាត់អត់ចង់ឲ្យខ្លាចដូចគ្នាព្រោះគាត់នៅធ្វើការយប់ណែហ៎បើគេគាត់នៅខ្មោចនឹងវាអត់ចេញហ្នឹងហើយបើគាត់អត់នៅខ្មោចនឹងបានការងារធ្វើបដ ாய் អញ្ចឹងណាអញ្ចឹងគាត់ថាមានអីមែនគាត់ថាចេះបន្ទប់ហ្នឹងមានអីមែនសុកបើកភ្លើងខ្លួនឯងសុកបន្ទប់ហ្នឹងសុកអាខាងក្រៅហ្នឹងបើបើកភ្លើងខ្លួនឯងបងថងគាត់ថាអញ្ចេះអេខាងនោះ sensor ឯអាកន្លែងដាក់បេជើងពូបេជើងហ្នឹងវាមិន sensor តែមនុស្សដើរកាត់វានេះហើយអញ្ចឹងគាត់ថាអត់ទេវាភ្លឺខ្លួនឯងហើយបន្ទប់ហ្នឹងតែ2នាក់ហ្នឹងប្រកបនៅក្នុងបន្ទប់ធំអាបន្ទប់ធំហ្នឹងខាងក្រោយហ្នឹងរឿងអីមកភ្លឺណាមុខហ្នឹងមកភ្លឺណា sensor នេះវិញសត្វដើរកាត់វាមិនតសត្វឆ្មាសត្វឆ្កែទៅមានដើរកាត់ទៅបុកកឡាតហើយវាក៏អត់មាន sensor ដែររឿងអីអញ្ចឹងហេតុអីមិនភ្លឺខ្លួនឯងដល់ទៅគាត់ក៏ទៅគេងវិញស្របពេលដែលគាត់ពងតែគេងនេះស្រាប់តែលឺទ្វារបោះបងថងហ្នឹងបែកអាបន្ទប់តូចលឺបាក់គាត់ស្ទុះចេញមកអត់ឃើញមនុស្សទៀតគាត់អត់ឃើញមនុស្សទៀតបងថងថាអញ្ចេះគាត់ស្មានច្រឡំបងថងគាត់ស្មានតែបន្ទប់អាគារហ្នឹងណាជាប់នឹងគេបើកហ្នឹងហើយបើកទ្វារទៅវាលាន់វាខ្ទអញ្ចឹងណាព្រោះ apartment វាមនាងសាលាហ្នឹងវាមានឥត10ឥត20ណាហ្នឹងហើយមានណាគាត់ងាកមកវិញដឹងឃើញអីហ៎មនុស្សប្រុសម្នាក់ដើរចេញពីទូទឹកកកម៉ាស៊ីនបោកកៅមកយល់ថាពាក្យថាដើរចេញហ៎ដូចស្មៅអញ្ចឹងចេញពីអញ្ចឹងហ្នឹងហើយចេញពីម៉ាស៊ីនបោកកៅហ្នឹងទៅបន្ទប់ដែលដាក់អូស្មានហើយបាត់ទេទៅថងថាដឹងតែមានអីមិនបាច់កុហកហើយគាត់ទៅចូលជួបប្រៃម្នាក់ឯងនៅក្រុមហ្នឹងអញ្ចឹងរហូតដល់បងថងគាត់ចេញពីការងារបងថងគាត់ដាច់ចិត្តប្រាប់ថាបន្ទប់ហ្នឹងមានអីអញ្ចឹងណាអញ្ចឹងហើយគាត់ក៏ស្អែកឡើងហើប្រវត្តិទៅហ្មងគាត់ថាបរកការងារបានហើយហត់ចោលហ្មងអត់មាននៅអីទៀតទេតែបកទៅបងថងវិញតើបងថងគាត់មានជួបអីទៀតអត់តាំងពីគាត់បិទយន់មករហូតដល់ឥឡូវហ្នឹងគាត់អត់មានបានជួបហើយគាត់បានផ្លាស់ប្ដូរកន្លែងបាត់ហើយអញ្ចឹងគាត់បានផ្លាស់ប្ដូរអាគារបាត់ទៅហើយអញ្ចឹងនេះគឺជាខ្សែរឿងរបស់គាត់អញ្ចឹងសរុបសេចក្តីមកពេលដែលគាត់បិទយន់ហ្នឹងហើយគាត់ក៏លែងបានជួបខ្មោចនឹងដែរតែជារួមមកខ្ញុំចង់ឲ្យបងប្អូនគិតបកទៅក្រោយវិញបងប្អូនមិនមែនដេកភ្ញាក់មកងាកទៅឈរនៅបន្ទប់ទឹកឬក៏អីណានេះសំកាំងនៅកណ្ដាលមុខយល់ហើយអានោះទៅហោះអានឹងហោះនៅកណ្ដាលមុខហ្មងតែបងប្អូនមានអារម្មណ៍មិនដែរហើយមិនមែនទម្រង់បើក្បាលមនុស្សប៉ុណ្ណឹងអីវាមានអីហើយយកក្បាលប៉ុណ្ណឹងគិតមិនដែរហើយធំជាងខ្លួនទៀតបងប្អូនគិតមិនតែសម្រាប់ខ្ញុំវិញហេតុអីមិនហេតុការហ្នឹងកើតឡើងក្រោយខែ2តាមខ្ញុំគិតប្រហែលជាយអូនដាក់ចូលឆ្នាំរបស់គាត់ទៅដល់ពេលយអូនដាក់ខ្មោចហ្នឹងកាពិតគេគុំដែរហើយមកនៅកន្លែងគេវាអត់ឃើញហ្នឹងហើយអញ្ចឹងចាំដល់យអូនដាក់ចាត់ចែងបដ ாய் បងមានយល់មិនដែរតែនឹងមាននេះអាចថាបន្ទប់នោះប្រហែលជាមានប្រវត្តិអីមួយតែខ្ញុំគិតថាមានប្រវត្តិតែគេព្រោះចេះកាពិត
thường Doan chẳng đại hay đấy mình còn bật Doan hay nẹp xe nơi tại lỗ mới còn nơi tại chuột để xa tại ở Doan khác thì nè đẹp pa lương tí muối cứ chỉ mày trả miền đòi Doan này Doan khác cứ cái pra room cái này cho mẹ thà ô do Doan đã đông lan á sọc chẳng nè nào được đông lan nó sọc tỏ cái này Doan khác để bây giờ nhom oi bọn anh tới cứ bởi chỉ mày trả tại mọi oi tên đã tí pí cứ nè tí pí nó ở bên sật ấy mà pra tham một cô vào Doan năng tệ anh đang ngồi này Doan khác cứ nhom oi bọn ấy hay bọn ấy hiện tại tên đã tây pa rồi mới còn mớ cứ Doan nó sao cứ mọi anh thì mọi thông luôn bây giờ nó khai có chẳng á này ngày chẳng còn mọi bông ôn sờ hay hết bạn bật Doan thấy bởi vì là lông việc khác cứ cái miền tùng rùng bọc kia trở này miền tận nọ ngày miền tận nọ bọc kia cái Doan muôi hay đừng muôi anh cứ khăng cho nên đi qua chẳng á nhom trà Doan là bọn ấy cứ khăng này rồi muôi hay muôi mà tại bởi Doan nó muôi phở ruộng cái nĩa anh ấy mới hiện ta tam thằng đại như thể chặt bay chay phải giỏi kia chẳng á ok តើបងប្អូនយល់មិនដែរសាច់រឿងនៅប្រទេសកូរ៉េបើសិនជាបងប្អូនមានរឿងប្រហាក់ប្រហែលគ្នាក៏ប្រាប់បានពួកយើងរងចាំទទួលជានិច្ចឥឡូវចូលដល់រឿងសំណាក៏មានមកដែរណាបាទគាត់ថាគ្រីស្ទៀននេះវគ្គទី2នេះលងគ្រីស្ទៀនម្ដងអញ្ចឹងហ៎អូយបាទអូខេនៅប្រទេសកូរ៉េដដែលនៅក្នុងឆ្នាំ2022មានករណីមួយដែលរៀងល្បីដូចគ្នាដែរទៅលើពលករខ្មែរបាទទៅលើពលករខ្មែរដោយបងថងគាត់អត់មានបញ្ជាក់អ្វីទាំងអស់គាត់មិនមែនមានន័យថារឿងហ្នឹងមិនពិតទេព្រោះនៅក្នុងចំកោងមិត្តភ័ក្តិរបស់គាត់ដូចគ្នាគាត់ស្គាល់បុគ្គលនឹងដូចគ្នាគាត់បានឃើញទស្សនវិជ្ជានឹងដូចគ្នាប៉ុន្តែគាត់មិនអាចប្រាប់បានដោយសារតែបងប្អូនគេនៅហួងប្រពន្ធកូនគេនៅហួងយើងយករឿងគេមកនិយាយវានឹងប៉ះអញ្ចឹងអ្វីដែលខ្ញុំរៀបរាប់នេះគឺដោយប្រយោលតែម្ដងអញ្ចឹងគ្រាន់តែបងប្អូនទាំងអស់គ្នាអាចសម័យគ្រាន់តែថាព័ត៌មានហ្នឹងបានចុះទូពេញ Facebook កាលក្នុងឆ្នាំ2022បូករួមជាមួយនឹងព័ត៌មានមួយហ្នឹងក៏មានការចុះពីព័ត៌មានខាងកូរ៉េដែរអូខេអញ្ចឹងមិត្តភ័ក្តិរបស់គាត់ធ្វើក្នុងការរោងចក្រតែមួយ 4-5 នាក់នៅមកធ្វើការរោងចក្រតែមួយនៅក្នុងអាផាតមិនមែននៅជាមួយគាត់ទេណាកុំយល់ច្រឡំណាគឺអាផាតមិនទម្រង់តែមួយបន្ទប់តូចបន្ទប់ធំតោះខ្ញុំនិយាយដូចគ្នាដើរចូលមកខាងស្ដាំដៃបន្ទប់តូចទៅតិចដូចមក unit ប៉ុណ្ណឹង unit ចែកគ្នានៅមកបន្ទប់រៀងៗខ្លួនហ្នឹងហើយមួយ unit ហ្នឹងវាមាន2បន្ទប់បន្ទប់តូចបន្ទប់ធំដែរបន្ទប់ធំដូចគ្នាហ្នឹងហើយអញ្ចឹងជាទម្លាប់របស់ពួកគាត់ឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យឡើងពួកគាត់ហូបហើយហូបស្អីហើយហូបគ្រឿងសង្វឹងហើយសប្បាយជុំគ្នា weekend អញ្ចឹងណា Friday night អីហ្នឹងទៅហ្នឹងហើយអញ្ចឹងមានថ្ងៃមួយវាចំថ្ងៃអាទិត្យដែលពួកគាត់ហូបស្រាជុំគ្នារដូវកាលដែលគាត់ហូបស្រាជុំគ្នានោះគឺជារដូវ winter រដូវធ្លាក់ទឹកកករដូវធ្លាក់ព្រិលអញ្ចឹងអាកាសធាតុណាប្រទេសដែលធ្លាក់ព្រិលណាព្រិលធ្លាក់មិនមែននៅ10អង្សាសេទេមានតែដកហើយព្រិលដកបាទអញ្ចឹងត្រជាក់ខ្លាំងមែនតើអញ្ចឹងបើតាមការលើកទឹកចិត្តក្នុងការញ៉ាំស្រាគេមិនសូវចង់ឲ្យមនុស្សញ៉ាំស្រានៅក្នុងខែល្ងាហ្នឹងទេមិនឲ្យញ៉ាំកម្ដៅខ្លួនវាអត់អីទេតែបើញ៉ាំក្នុងទង់ទ្រាយមួយជា party នៅក្នុងបន្ទប់អីអញ្ចឹងគេអត់សូវលើកទឹកចិត្តឲ្យទេព្រោះអីភាគច្រើនតែមនុស្សញ៉ាំគ្រឿងសង្វឹងប្រភេទស្រាហ្នឹងហើយវាមិនក្តៅដល់ពេលក្តៅគាត់វាអត់បានបើកអាម៉ាស៊ីនកម្ដៅក្នុងផ្ទះហ៎ណែចុះអាងថាក្តៅហើយហ៎អញ្ចឹងអត់បើកម៉ាស៊ីនកម្ដៅក្នុងផ្ទះដល់ពេលដែលស្រាអស់ឥទ្ធិពលលទ្ធផលចុងក្រោយគឺមិនគេស្អីហ្នឹងគឺអញ្ចឹងមានន័យថានៅពេលដែលមានបងប្រុសមួយគេញ៉ាំអីជុំគ្នាថ្ងៃអាទិត្យហ្នឹងអញ្ចឹងហូបស្រាហូបអីហើយបងប្រុសម្នាក់ហ្នឹងគឺអាយុប្រហែល30ជាងឆ្នាំគាត់អត់មានបានបង្ហាញអាការៈថាគាត់ខ្សោយអីគាត់មានស្អីចូលអីអញ្ចឹងយើងអត់អាចចោទប្រកាន់ស្អីបានទាំងអស់តែម្ដងអញ្ចឹងគាត់ញ៉ាំស្រាតែគាត់ដោះអាវតោះខ្ញុំនិយាយខែតិចគាត់ដោះអាវញ៉ាំនៅក្នុង apartment របស់គាត់ហ្នឹងទៅញ៉ាំអីហើយរហូតដល់ម៉ោង1អីអញ្ចឹងទៅក៏គេចែកជើងគ្នាគេចែកជើងតែគេរៀងខ្លួនទៅតោះខ្ញុំនិយាយអញ្ចឹងបងហ្នឹងគាត់នៅក្នុងបន្ទប់តូចដូចបងថងដែរអញ្ចឹងគាត់ចូលទៅតែនៅពេលដែលគាត់ដើរចូលទៅគឺគាត់កាន់ដបស្រាមួយទៅជាមួយតែផឹកម្នាក់ឯងនៅក្នុងបន្ទប់តទៀតស្អែកព្រឹកឡើងអត់មានរឿងអីណាស្អែកព្រឹកឡើងមិនគេងើបមកធ្វើអំបរធ្វើអីចឹងដើម្បីកម្ដៅ hang over អារឿងធ្ងន់ពីយប់អីចឹងគេធ្វើឲ្យគេចេះចម្លែកថាចំបងនឹងអត់ព្រមចេញមកចឹងបើអត់ញ៉ាំទេធ្វើមិនបានទៅធ្វើការតោះខ្ញុំនិយាយព្រោះថ្ងៃច័ន្ទហើយហ្នឹងអញ្ចឹងគេគោះទ្វារអត់តបគេស្រែកហៅ
អត់តបចាប់ផ្ដើមការសង្ស័យណាអញ្ចឹងគេចាប់ផ្ដើមរួនចាប់ផ្ដើមអីហើយក៏អត់តបអញ្ចឹងម្នាក់ក៏ចេញទៅខាងក្រៅចុះបន្ទប់តូចហ្នឹងមិនមានអួចទៅជាមួយនឹង hall ទេទៅជាមួយផ្លូវដើរខាងក្រៅរួមហ្នឹងហើយផ្លូវសាធារណៈអញ្ចឹងគេចាប់ផ្ដើមអឺនមើលហើយនឹងឃើញមិនបងនឹងស្លាប់អត់មានមកកណាត់អាវឡើងលើទេគាត់ដោះអាវគាត់ដោះអាវផឹកខោជើងវែងតែគាត់ស្លាប់គឺគាត់អង្គុយតោះខ្ញុំនាំឲ្យបងប្អូនសម័យអង្គុយផ្អែកជាងជើងជង្គង់មួយលើកឡើងជាជង្គង់មួយស្ដោកដៃមួយនៅលើជង្គង់ហើយដៃមួយទៅកាន់ស្រាអូអង្គុយអញ្ចឹងទៅអញ្ចឹងគឺទៅអញ្ចឹងហើយរូបភាពដែលឃើញហ្នឹងគឺមកកណាត់លើឡើងលើគឺខៀវទៅខៀវជាប់ឈាមតិចបងហ្នឹងអាហ្នឹងបើសិនជានៅអាហ្នឹងបើតិចខ្លាំងអាធឺហ្នឹងគេហៅ frostbite ទេណាបានន័យថាបើសិនជាយើងបើ frostbite វិញទាញសឹងតែបេះចេញមកវិញហ្នឹងហើយវាកកហ្មងអញ្ចឹងបានគាត់តិចខ្លាំងពេកអស់អំណាចជាសារហ្នឹងចឹងក៏គេស្ទុះស្ទាទៅរកកោះទ្វារកោះអីចឹងហៅប៉ូលីសអីមកគឺការសន្និដ្ឋានអត់មានត្រូវអីទេគឺគៀងបេះដូងវិទ្យាមេឃវិទ្យាអញ្ចឹងសួរតែផុតទេរឿងហ្នឹងស្រាប់ទៅវាធម្មតាទេនិយាយទៅធម្មតាហ្មងប៉ុន្តែលុះត្រាតែបងប្អូនទាំងអស់គ្នានៅក្នុងស្ថានភាពហ្នឹងទើបមិនដឹងថាតើវាគួរឲ្យខ្លាចយ៉ាងណាអញ្ចឹងនៅពេលដែលថ្ងៃដែលគាត់ទៅបាត់នេះគេមិនចាក់សោបន្ទប់គាត់ចិត្តនឹងលែងឲ្យមានអ្នកចូលហើយអញ្ចឹងផ្ទះហ្នឹងនៅសល់តែ4នាក់ទេអាផាតមិនហ្នឹងនៅសល់តែ4នាក់ទេ4នាក់ហ្នឹងគឺគេងមកបន្ទប់ធំតោះខ្ញុំនិយាយមកបន្ទប់ហ្នឹងគាត់គេងម្នាក់ឯង4នាក់ទៀតគឺគេងនៅបន្ទប់ធំតោះអញ្ចឹងផុតពីនឹង3ថ្ងៃជារៀងរាល់យប់គឺឮសូរសំឡេងរបស់គាត់ចេញពីបន្ទប់តូចហ្នឹងឮសូរអើយណាគេយកអាអញទៅណាបាត់ហើយអូដូចនៅហ្នឹងហើយធ្វើការអាគេយកទៅណាបាត់ហើយតែយកទៅរកឃើញវាយហ្មងអញចេះហ្មងអញចោះហ្មងដល់ម៉ោងធ្វើការអញ្ចឹងឮសំឡេងរោកៅរើអីចឹងជារៀងរាល់យប់ពីមួយថ្ងៃទៅមួយថ្ងៃនៅវេលាម៉ោង11យប់គ្រប់ពេលម៉ោង11យប់គឺចាប់ផ្ដើមឮសូរហ្នឹងហើយឮសូរដដែលអារឿងហើកៅគាត់ស្អីឲ្យរកកៅគាត់អត់ឃើញដល់ម៉ោងធ្វើការហើយអត់ដឹងកៅនៅណាឮតែមួយឈុតហ្នឹងឯងឮតែមួយឃ្លៀហ្នឹងហើយឮដល់មួយឃ្លៀប៉ុន្តែដល់ពេលភ័យខ្លាំងជាងគេគឺពេលដែលគេគេងអស់ហើយ3នាក់នៅសមម្នាក់ទៀតដែលគាត់លេងហ្គេមគាត់គេងអត់លក់គាត់នៅលេងហ្គេមអញ្ចឹងទៅស្រាប់តែយប់ហ្នឹងផុតពីឮសំឡេងហ្នឹងគឺគាត់ឮសំឡេងហើចាងឆ្នៃមកក្រៅម្ដងបាយហូបបាយហ្នឹងហើយអញ្ចឹងម្នាក់ស្ទុះចេញទៅក្រៅក៏អត់ឃើញអីដែរអញ្ចឹងដឹងហើយថាបន្ទប់ហ្នឹងគឺលងខ្លាំងរហូតដល់ទៅប្រាប់តាកែប្រាប់ថាអត់ជឿទេប្រទេសខ្ញុំកន្លែងគាត់ធ្វើការនៅតាកែហូចាក់ហ្នឹងហើយម្ចាស់បន្ទប់ដែលជួបបន្ទប់ឲ្យគាត់ហ្នឹងថាសុំដូរគេអត់ព្រមដល់ពេលគេអត់ព្រមគាត់ប្រាប់ថាតកែគាត់ខំប្រឹងរហូតអ្នកបកស្រាយផងបកប្រែផងខ្លាចការ៉េដេតអត់យល់អញ្ចឹងណានិយាយអត់យល់គ្នាអញ្ចឹងណាប្រាប់អញ្ចឹងហើយតកែបកគាត់បកវិញថាដូរអត់បានទេជាប់កងត្រាអ្វីដែលសំខាន់បំផុតនៅក្រៅអត់មានខ្មោចទេវាមិនដែលមានខ្មោចទេគាត់មិនជឿណាវាចេះណាដល់ពេលអញ្ចឹងទៅអត់ដឹងមិនខ្ទាល់ចំណេះក៏ប្រាប់តកែហ្នឹងថាអញ្ចឹងឥឡូវបើសិនជាតកែឯងគាត់និយាយការ៉េណាគាត់ថាបើសិនជាតកែឯងមិនជឿទេសាកទៅគេងបន្ទប់ហ្នឹងដឹងហើយតកែហ្នឹងសឿងដែរទៅគេងចង់ដឹងថាមានមែនអត់អញ្ចឹងមុននឹងទៅគេងហ្នឹងគេប្រាប់គាត់ដូចគ្នាថាតកែម៉ោង11យប់ទៅណាចាំប្រុងខ្លួនចេះនឹងលឺចេះលឺចឹងមានណាតកែនឹងគេងម៉ោង11យប់លឺសំឡេងហ្នឹងមែនលឺសំឡេងហើកៅឈូសឆាយហើកៅអូយវ៉ាន់គាត់ស្រែកជេរតែម្នាក់ឯងរកអត់ឃើញអញ្ចឹងទៅតកែគាត់ម្ចាស់បន្ទប់គាត់មិនមានសោគាត់មានសោ master key អញ្ចឹងគាត់ទៅចាក់បន្ទប់តូចនឹងឈប់អត់មានអីទាំងអស់ប៉ុន្តែកៅឃើញអារត់រាយបាត់ហើយណាគេអ្នកចូលរហូតដល់គាត់ជឿថាមានទៅសួរខាងបងនឹងថាឥឡូវសាសនាអ្នកឯងធ្វើម៉េចអញ្ចឹងមកសួរខាងខ្មែរយើងនេះវិញថាឥឡូវត្រូវដល់ស្រីមិនខាងសាសនាអ្នកឯងអញ្ចឹងក្នុងករណីហ្នឹងគេក៏ប្រាប់ថាអូខេ
chơi lúc chơi nhanh chẳng tới nơi có đấy còn nơi miền bọt mày đây là ngày chẳng bọt song còn muốn mau hiệp trong thi bỏ cầm ra bảo rum ấy lược để xây hai có ngắt pi bền bằng màu chẳng hưởng năng chọc phần này ở đằng thà cùi khai của phần này tận phần nào thế xâm lập bong phồn của cái này phần tay xả cực tầm mới thà hụt phíp á mình nước về đã slap cứ chỉ rụp phíp đã cọm bọt ôi gọn mơ hai bỏ sân bùa na bán khơi hai việc đọ chọp trong khu của bạn đọ chỉ xe hụt phíp tròn cỏ hụt phíp ấy này đăng tạ đọ ăn nghề đọ thì phú về chỉ rụp phíp cùng rồi hai việc xóa nói xóa mong đang mền bẩn lưng mau bạt trường ấy cứ đang xóa mau mong quọp phần này cứ phần năng đọ đà mất nên này cho tụm róm tại bong đang quạt nơi không tụt chỉ mũi mau tiệt ta phụ quạt mẹ róm thầm mạch đây hay đưa dùm lên mình nước mà nè nâng tàng mình đưa mình nè nâng bán slap tăng 3-4 ngày mua này nữa hay hướng ấy thử mình đưa không nè nâng hay dùm lên mà nè nâng tiệt là hốt đó tất cái chỉ chôn chia cái đấy can sa na cứ quạt chưa đài nâng đỏ xì đài nâng nâng miền ấy tiệt chẳng sai hướng bỏ quát qua phép tha bọn ơi nhưng mà đừng có họp nhưng hiên xong nhà mà quay bỏ quát với chọn slap bài